អូខេសួស្តីបងប្អូនថ្នាក់ទី9ទាំងអស់គ្នាចាំថ្ងៃនេះយើងនឹងកែលំហាត់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិរបស់យើងបន្តទៀតអញ្ចឹងយើងចូលដល់លំហាត់ទី5អញ្ចឹងយើងមើលលំហាត់ទី5របស់យើង10បន្ទុកអញ្ចឹងគេឲ្យយើងដោះស្រាយប្រព័ន្ធសម័យកាលដែលមានទម្រង់បែបនេះអូខេអញ្ចឹងយើងសរសេរចម្លើយទាំងអស់គ្នាលំហាត់ទី5ដោះស្រាយប្រព័ន្ធសម័យកាលឥឡូវយើងមើលប្រធាន 4x ដក 3y ស្មើដល់ 5ចឹងយើងដល់សម័យកាល1បន្តទៀត 8x បូក 2y ស្មើដល់ 10អូខេអញ្ចឹងយើងដោះស្រាយប្រព័ន្ធសម័យកាលអញ្ចឹងយើងដឹងហើយការដោះស្រាយប្រព័ន្ធសម័យកាលយើងអាចដោះស្រាយបាន3របៀបនៅក្នុងសភៅពុម្ពរបស់យើងប៉ុន្តែនៅសភៅក្រៅក៏យើងអាចដោះស្រាយបានបន្ថែមទៀតតាមវិធី determinant បានមួយទៀតណាអញ្ចឹងពេលនេះគ្រូនឹងដោះស្រាយតាមវិធីបូកបំបត្តិវាលឿនជាងណាអញ្ចឹងអាចដោះស្រាយតាមវិធីបូកបំបត្តិអញ្ចឹងវិធីបូកបំបត្តិហ្នឹងគឺធ្វើយ៉ាងណាឲ្យមេគុណរបស់វាស្មើគ្នាហើយសញ្ញារបស់វាគឺផ្ទុយគ្នាហើយយើងយកវាបូកបញ្ចូលគ្នាអញ្ចឹងយើងក៏លេខមើលមេគុណរបស់អានេះ4ណា4ហើយមកនេះ8អញ្ចឹងបើសិនជាគ្រូយកសម័យកាល1គុណនឹង2វាចេញ8អញ្ចឹងហ៎ប៉ុន្តែសញ្ញារបស់វាគឺផ្ទុយគ្នាសញ្ញារបស់វាគឺដូចគ្នាអញ្ចឹងដើម្បីសញ្ញាផ្ទុយគ្នាគ្រូនឹងយកសម័យកាល1គុណនឹងដក2តែម្ដងអូខេអញ្ចឹងគុណនឹងដក2យើងនឹងឃើញសញ្ញាវាផ្ទុយគ្នាហើយមេគុណរបស់វាគឺដូចគ្នាអញ្ចឹងយើងគ្រាន់តែសរសេរកន្លែងនេះយកសម័យកាល1គុណនឹងដក2រួចបូកសម័យកាល1អញ្ចឹងឡើយសម័យកាលនេះគឺយើងសរសេរតែវងចកហើយ11ចេះក៏អានថាសម័យកាល1ដែរអញ្ចឹងគេទាញបានអញ្ចឹងយើងត្រូវយកវាគុណណានៅពេលដែលយើងគុណយើងត្រូវពិនិត្យមើលសម័យកាល1របស់យើងអានេះ4ហើយយើងត្រូវគុណវានឹងដក2អញ្ចឹង4 2ដង8អញ្ចឹងវាចេញដក8ហើយនេះដកគុណដកចេញបូក3 2ដង6អញ្ចឹងមានន័យថាបូក 6y អានេះ15នៅពេលដែលគុណដក2គឺវាចេញដក30បន្តមកទៀតសរសេរសម័យកាល2ដដែលរួចគេថាម៉េចគឺបូកវាបញ្ចូលគ្នាអញ្ចឹងនៅពេលដែលយើងបូកបញ្ចូលគ្នាយើងពិនិត្យមើលនេះគឺយើងសម្រួលអស់6បូក2គឺយើងបាន8y នេះដក30ហើយនឹងដក10អញ្ចឹងយកវាបូកបញ្ចូលគ្នាអញ្ចឹងយើងបាន40ប៉ុន្តែសញ្ញាដកយើងទាញរូប y ស្មើដក40ចាយជាមួយនឹង8អញ្ចឹងដក40ចាយ8យើងបានដក5អញ្ចឹងយើងបានតម្លៃ y យើងនៅតម្លៃ x អញ្ចឹងយើងគ្រាន់តែយកតម្លៃ y ស្មើដល់5មិញហ្នឹងជំនួសក្នុងសម័យកាល1ក៏បានសម័យកាល2ក៏បានដែលយើងគិតថាចំនួនទៅវាងាយអញ្ចឹងគ្រូយកចំនួនក្នុងសម័យកាល2ទៅវាងាយជាងព្រោះ2គុណនឹង5ស្នុកគិតណាអញ្ចឹងនាំឲ្យសម័យកាល2របស់យើងคล้ายទៅជា 8x បូក2អញ្ចឹងត្រូវគុណនឹងដក5ព្រោះនេះតម្លៃ y ស្មើនឹងដក10
8x ស្មើដល់10ព្រោះនេះ2គុណ15ចេញ10អញ្ចឹងបូកគុណ10ចេញ10ហើយស្មើដល់10 8x បោះដក10ទៅនោះវាចេញបូក10អញ្ចឹងមានន័យថា 8x បើយើងដក10បូក10គឺស្មើ0ទាញយក x ទៅយើងបាន0ចែក8 0ចែក8គឺស្មើ0ប៉ុន្តែបើ8ចែក0វិញគឺវាគ្មានន័យអញ្ចឹងមានន័យថាឆ្លើយដូចនេះប្រព័ន្ធសមីការមានគូចម្លើយចឹងគូចម្លើយអាចសេកាត់បានគឺទម្រង់ coordinate x0 y ដក5ចឹងនេះជាចម្លើយលំហាត់ទី5បន្តទៀតគឺយើងធ្វើលំហាត់ទី6ជាលំហាត់ទី6 20បន្ទុកគេឲ្យ2ចំណុចមានចំណុច A ហើយចំណុច B គេឲ្យសង់ចំណុច A និងចំណុច B ហ្នឹងក្នុងប្លង់ x o y យកមួយឯកតាស្មើនឹង1សង់ទីម៉ែត្រចឹងនេះត្រូវការបន្ទាត់ណាចឹងគ្រូស្មានតែម្ដងគឺដោយសារតែគ្រូអត់មានបន្ទាត់ចឹងលំហាត់ទី6សង់ចំណុចក្នុងប្លង់ coordinate ឬក៏គេហៅថាប្លង់ x o y ចឹងយើងត្រូវគូឥឡូវយើងមើលចំណុចដែលគេឲ្យសិនចំណុច A របស់យើងគឺ3 14ហើយ B 4 2 3 14ហើយចំណុច B គឺ4 2ចឹងមានន័យថាបើយើងគិតអំពីតម្លៃ x ធំបំផុតគឺ4ហើយ y ធំបំផុតគឺដក4ចឹងយើងត្រូវគូ1នេះគេហៅថាប្លង់នេះប្លង់ឈរគេហៅថាប្លង់y ចឹងគ្រូនឹងគូប្លង់មួយទៀតនេះគឺ x y prime x prime បន្តមកទៀតយើងត្រូវដាវចំណុចអីបើយើងធំផុត4 1 2 3 4ប៉ុន្តែនៅពេលដែលយើងសង់ជាក់ស្ដែងយើងត្រូវប្រើបន្ទាត់វាស់ដើម្បីឲ្យ1គីឡាហ្នឹងស្មើ1សង់ទីម៉ែត្រខាងអវិជ្ជមាន y រហូតដល់ដក4ដក1ដក2ដក3ហើយដក4ខាងលើ y ធំផុត2 1 2អាចដាក់ដល់3បានហើយ x របស់យើងគឺអត់មានអវិជ្ជមានទេអញ្ចឹងយើងមិនបាច់ដាវក៏បានដែរតោះเราចាប់ផ្ដើមសង់អញ្ចឹងទី1យើងត្រូវមើលចំណុច A របស់យើងគឺ3ដក4 x 3 y ដក4អញ្ចឹងយើងត្រូវបន្លាយចុះមកខឲ្យមកដល់ត្រង់ចំណុចនេះ x ស្មើដល់4ណាបន្លាយវាកែងគ្នាអញ្ចឹងយើងបាននឹងចំណុច A ចំណុច B 4 2យើងបន្លាយទៅដល់លើ x 4 y 2នៅនេះអញ្ចឹងយើងបន្លាយវាឲ្យកែងគ្នានោះយើងនឹងបានចំណុច B គេហ្នឹងគេថាប្លង់ x o y បន្តទៀតគេឲ្យយើងធ្វើគេរកសមីការនៃបន្ទាត់ AB ខ
ផលរោគសម័យកាលនៃបន្ទាត់ AB អញ្ចឹងយើងដឹងហើយរបៀបរកសម័យកាលបន្ទាត់គឺយើងត្រូវតាំងចំណុច M1 ដែលមាន coordinate x y ជាចំណុចដែលស្ថិតនៅលើបន្ទាត់ AB ហ្នឹងអញ្ចឹងគឺយើងរកតាមមេគុណប្រាប់ទេអញ្ចឹងយើងត្រូវរកមេគុណប្រាប់ទិសរបស់បន្ទាត់ AM អញ្ចឹងយើងតាំងវាដោយ AM ទៅដែលរូបមន្តរបស់វាគឺស្មើនឹង YM ដក YA ចែក XM ដក XA ដោយយើងដឹងថា YM របស់យើងគឺយើងបានតាំងដោយ Y អញ្ចឹងយើងចំនួនដោយ YA របស់យើងត្រូវមើលអ្វីដែលគេឲ្យខាងលើនេះ YA គឺដក4អញ្ចឹងយើងចំនួនវាដោយដក4 XM យើងតាំងវាដោយអក្សរ X XA របស់យើងគឺចំនួន3នេះ3អញ្ចឹងយើងចំនួនដោយ3អញ្ចឹងយើងបាន Y ដកគុណដកបូកខាងក្រោមគឺ x ដក3បន្តទៀតអញ្ចឹងយើងត្រូវរកមេគុណប្រាប់ទៅមួយទៀតប៉ុន្តែនៃបន្ទាត់ AB ម្ដងរូបមន្តដូចគ្នាគ្រាន់តែដូរអក្សរទេគឺយក YB ដក YA ចែក XB ដក XA អញ្ចឹងនេះគឺយើងស្គាល់ទាំងអស់ YB 2ដក YA គឺដក4អញ្ចឹងមានន័យថា2ដកឲ្យដល់4ចូលដល់ខាង x ម្ដង b គឺ4 a គឺ3អញ្ចឹងមានន័យថា4ដក3អញ្ចឹងយើងស៊ីសងគឺអានេះយើងបានដកគុណដកចេញបូកខាងក្រោមនេះគឺ4ដក3ស្មើ1ចឹងនៅពេលយើងបូកចូលគ្នាយើងបាន6ចែក1បាន6អញ្ចឹងមានន័យថាម៉េចឥឡូវយើងពិនិត្យមើលបន្តិចយើងរកមេគុណប្រាប់ទិសដើម្បីអ្វីអញ្ចឹងឧទាហរណ៍គូមានបន្ទាត់នេះគឺបន្ទាត់ AB ហើយគូតាំងចំណុច M1 នៅលើបន្ទាត់ AB ហ្នឹងបើសិនជាគូនិយាយអំពីទិសដៅ AM គឺវាទៅនេះហើយ AB គឺវាទៅនឹងដូចគ្នាអញ្ចឹងមានន័យថាមេគុណប្រាប់ទិសនៃបន្ទាត់2ហ្នឹងគឺវាស្មើគ្នាដោយសារតែទិសដៅរបស់វាគឺដូចគ្នាអញ្ចឹងតាមឥឡូវគូតាំងនេះដោយសមីការ1អញ្ចឹងកន្លែងនេះគឺ3ណាហើយកន្លែងនេះគូតាំងដោយសមីការ2តាមសមីការ1និងសមីការ2គេទាញបានមេគុណប្រាប់ទិសរបស់បន្ទាត់ AM គឺវាស្មើនឹងមេគុណប្រាប់ទិសនៃបន្ទាត់ AB ចឹងវាសមមូលហ្នឹងនេះ y បូក4ចែកនឹង x ដក3វាស្មើ6ក៏អាចសេថា6លើ1បន្តមកទៀតយើងអាចគុណខ្វែងគ្នាទៅ y បូក4គុណនឹង1យើងបាន y បូក4 6នេះត្រូវគុណនឹង x ដក3អញ្ចឹង y បូក4គុណពលាត6គុណនឹង x យើងបាន 6x 6គុណនឹង3យើងបាន18ដកហើយទាញរក y យើងបាន 6x ដក18បោះ4មកអង្គទី2វាចេញសញ្ញាដកអញ្ចឹង 6x ដកអញ្ចឹងវាឡើងចំនួន20ម៉ានគឺ22អញ្ចឹងសមីការបន្ទាត់របស់យើងគឺមានទម្រង់បែបហ្នឹងសមីការនៃបន្ទាត់ AB ដូចនេះសមីការនៃបន្ទាត់ AB គឺ
y ស្មើនឹង 6x ដក 22 អូខេឥឡូវយើងចូលដល់លំហាត់បន្តទៀតចូលដល់គោលណាគឺរកសមីការនៃបន្ទាត់ delta ដែលកាត់តាមចំណុច e ដក 12 នឹងមានមេគុណប្រាប់ទៅស្មើ2រកសមីការនៃបន្ទាត់ delta ថ្មីមួយទៀតដែលកាត់តាមចំណុច e រកសមីការនៃបន្ទាត់ delta កាត់តាមចំណុច e ដែលមានកូដនីដក 1យើងមើលម្ដងទៀតដក 1 ហើយ 2 ហើយមានមេគុណប្រាប់ទៅស្មើ2អូខេចឹងអានេះយើងគ្រាន់តែយើងស្គាល់ចំណុចកាត់តាមហើយមានមេគុណប្រាប់ទៅចឹងមានន័យថាយើងត្រូវប្រើតាមសមីការទូទៅសមីការទូទៅនៃបន្ទាត់មិនរៀង y ស្មើ ax បូក b អញ្ចឹងដោយមេគុណប្រាប់ទៅគេប្រាប់មកស្មើ2ណាស្មើ2អញ្ចឹងគេទាញបានសមីការបន្ទាត់ delta របស់យើងខ្លាយទៅជាកន្លែង a យើងចំនួនដល់លេខ2ចេញបាន 2x បូក b ហើយយើងដឹងថាបន្ទាត់ delta នោះកាត់តាមចំណុច e ចំណុច e ដែលមានកូដនីដក 1 2អញ្ចឹងយើងត្រូវដឹងថាពាក្យថាកាត់តាមមានន័យថាម៉េចកាត់តាមមានន័យថាបើសិនជាយើងយកកូអឌីនេហ្នឹងយកទៅចំនួនក្នុងសមីការគឺវាទៀងផ្ទាត់អញ្ចឹងមានន័យថាគេបានបន្ទាត់ delta របស់យើងคล้ายទៅជាអញ្ចឹងយើងមើលបន្តិចណាកន្លែងនេះគឺតំណាង y ហើយនេះគឺតំណាងឲ្យ x អញ្ចឹងកន្លែងណា y យើងចំនួនដោយលេខ2កន្លែង x ចំនួនដោយដក1អញ្ចឹង y គឺយើងចំនួនដោយលេខ2នេះគឺ x អញ្ចឹងមានន័យថា2គុណនឹងដក1បូក b អញ្ចឹងវាសមមកមូលបន្តទៀតឥឡូវគ្រូសេអញ្ចេះសេមកខមសនុកមើលណាអញ្ចឹង2គុណនឹងដក1វាដក2បូក b យើងទាញរកសល់ b បោះដក2មកនេះវាចេញបូក2អញ្ចឹងមានន័យថា2បូក2 2បូក2ស្មើ4អញ្ចឹងមានន័យថា b របស់យើងស្មើដល់4ស្មើ4អញ្ចឹងមានន័យថាគេអាចរកសមីការបន្ទាត់បានអញ្ចឹងគេបានសមីការបន្ទាត់ delta របស់យើងមានទម្រង់ a របស់យើងគឺបាន2អញ្ចឹងមានន័យថា 2x b របស់យើងគឺ4គេអញ្ចឹងយើងអាចឆ្លើយដូចនេះបាននេះគឺជាសមីការបន្ទាត់ delta របស់យើងគេយើងចប់លំហាត់ទី6ហើយទី6លេខ1ហើយយើងចូលដល់លំហាត់លេខ2តាក់ទងនឹងត្រីកោណធននិមិត្តអញ្ចឹងគេថាម៉េចត្រីកោណសមបាត ABC 1ដែលមានកម្ពស់របស់យើងគេតាំងដោយ a ហាបន្តទៀតឥឡូវគ្រូដាក់លេខនៅហ្នឹងដើម្បីសនុកមើលអញ្ចឹងគេបានប្រៀបថា AB ស្មើ AC ស្មើ2ឬ5អញ្ចឹងនេះក៏2ឬ5ដែរហើយ BC ក៏គេប្រៀបដែរគឺ4សង់ទីម៉ែត្រអញ្ចឹងគេឲ្យយើងគេនេះកម្ពស់ a ហាcopy រូបហ្នឹង
តោះឥឡូវទី1ណាចូលយើងគណនាកម្ពស់អាហារអញ្ចឹងអាហារគឺជាកម្ពស់នេះដែលយើងដឹងហើយអំពីរូបមន្តនៃកម្ពស់របស់ត្រីកោណសមបាតដែលយើងធ្លាប់រៀនហើយកន្លែងទ្រឹស្ដីបទពីតកអញ្ចឹងបើសិនជាយើងអត់ចាំរូបមន្តយើងអាចគណនាតាមវិធីផ្សេងបានគឺយើងប្រើតាមទ្រឹស្ដីបទពីតកតែម្ដងអញ្ចឹងយើងបន្តមើលក្នុងត្រីកោណអាហាសេអញ្ចឹងគឺវាកែងត្រង់ណាកែងត្រង់ហាអញ្ចឹងតាមដោយសារតែវាកែងអញ្ចឹងតាមទ្រឹស្ដីបទពីតកយើងអានថាពីតកក៏បានពីតកក៏បានពីតកក៏បានអញ្ចឹងអានេះជាអ៊ីប៉ូតេណូគឺ AC ស្មើនឹងអាហាលោកជាក្រេបូកជាមួយនឹងហាសេឥឡូវចាប់ផ្ដើមចំនួន AC របស់យើងគឺស្មើ2ឬក្រេនៃ5លោកជាក្រេអាហាក្រេហាសេយើងដឹងហើយគឺវាពាក់កណ្ដាលនៃBC អញ្ចឹងមានន័យថា4ចែក2ចឹងនេះ2លោកជាក្រេយើងបាន4ឬក្រេនៃ5បញ្ចេញរួចយើងបាន4គុណនឹង5អាហាក្រេនៅដដែល4ចែក2យើងបាន2លោកជាក្រេអញ្ចឹង5គុណនឹង4ឬក៏4គុណនឹង5គឺ20អាហាលោកជាក្រេបូក4ទាញរកអាហាក្រេសិនចឹងយើងបោះ4មកនេះយើងបាន20ដក4អាហាក្រេស្មើនឹង16ទាញរកអាហាត្រូវបំពាក់ឬក្រេនៃ16ចឹងយើងបាន4លើកជាក្រេ4លើកជាក្រេយើងបញ្ចេញពីឬយើងបាន4ចឹងអាហារបស់យើងគឺស្មើ4សង់ទីម៉ែត្រអូខេឥឡូវមើលសំណួរបន្តទៀតសំណួរបន្តទៀតគេឲ្យយើងគណនាផ្ទៃកន្លះនៃត្រីកោណ ABC ចឹងផ្ទៃកន្លះគឺតាមរសអ S នៃត្រីកោណ ABC ចឹងអត់ប្របាទេគឺយើងប្រើតាមរូបមន្តផ្ទៃកន្លះនៃត្រីកោណ ABC ស្មើ1/2បាតរបស់វាគឺ BC នេះដែលយើងដឹងហើយគឺ BC ហើយកម្ពស់គឺអាហាចឹងស្មើ1/2បាតមិញគឺ4ហើយ AC របស់យើងដែលយើងឃើញទៅមកឃើញមិញនេះ4ដូចគ្នា4ចឹងសម្រួល4ចោល1 2ទៅយើងបាន2គុណនឹង4 4 2ដងគឺ8ຂະຫນាតគិតជាសង់ទីម៉ែត្រការ៉េអញ្ចឹងយើងអាចឆ្លើយដូចនេះបានណាអូខេអញ្ចឹងលំហាត់វិញ្ញាសារបស់យើងភាគ2នេះគឺចប់តែប៉ុណ្្នឹងឯងណាចឹងអរគុណសម្រាប់ការទស្សនាទាំងអស់គ្នាអញ្ចឹងយើងនឹងវិលមកជួបគ្នានៅវិញ្ញាសាដែលចេញប្រឡងនៅសញ្ញាបត្របឋមសិក្សាបឋមភូមិនៅពេលក្រោយទៀត